គាត់បងមួយពេលអាល់កុហុលនេះមិញតាហើមច្រត់តែឥឡូវផុតតែផុតទាំងពីរហើយបងស្លាប់ទាំងពីរនាក់ហ្មងបាទគឺជាស្នោមួកការពាររបស់ជនរងគ្រោះទាំងពីរនាក់បានខ្ទាតបាទបែកពេញតែផ្លូវតែម្ដងបាទប្រិមិត្តចម្ងាយគឺដែលសពនឹងគឺខ្ទាតបាទបាក់ដៃបាក់ជើងបែកក្បាលស្លាប់បោកក្បាលស្លាប់នៅចំណុចទីតាំងកន្លែងហេតុផ្ទាល់តែម្ដងបាទហើយរថយន្តបន្ទាប់ពីបុកហើយគឺបានព្យាយាមបើករត់គេចចេញពីទីតាំងកន្លែងហេតុហើយបន្សល់ទុកម៉ូតូនិងសពនៅទីតាំងកន្លែងហេតុប៉ុណ្ណោះរថយន្តខាងលើនៅទីតាំងកន្លែងហេតុនេះអត់បន្ទាប់ពីបុកហើយអត់ទេបងរត់តែរត់បាត់ហើយណូតោក៏មិនសូវលឿនហ្មងទេប៉ុន្តែឡាននឹងលឿនខ្លាំងណាស់ដូចដេញបុកចឹងហ្មងយល់ដូចដេញបុកចឹងឡានដូចដេញបុកហ្មងណូបាទឡាននេះម៉ូតូនឹងស្របគ្នាហើយឡានមកពីក្រោយហើយបុកយកហ្មងបងគាត់កិច្ចផុតម៉ូតូមួយទៀតគាត់កិច្ចផុតតែម៉ូតូនេះបាច់គាត់កិច្ចអត់ផុតហើយឡាននឹងស្ដេះខ្មៅលឿនណាស់ឡានស្ដេះពណ៌ខ្មៅនោះបាច់ឡានចឹងហើយស្បែកជើងរបស់ជនរងគ្រោះបាទស្បែកជើងរបស់ជនរងគ្រោះបាទចម្ងាយដែលបុកខ្ទាតអូសបាទចម្ងាយមិនចិត្តទេចម្ងាយទៅ200ម៉ែត្រទៅ300ម៉ែត្រហើយចម្ងាយពីសពមកកន្លែងម៉ូតូនេះហើយម៉ូតូទៀតបាទមកត្រូវនឹងរោងកាហ្វេរបស់គេបាទគឺខូចខាតបាទនេះគឺជាសាក់លេខម៉ូតូនិចពាក់សាក់លេខភ្នំពេញ 1JB 7324បាទជាប្រភេទម៉ូតូនិចដែលបើកបរដោយបរិបទ2នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងចំណុចទីតាំងកន្លែងហេតុហើយយើងមើលចម្ងាយដែលសពណោលឺជុំបាទប្រិមិត្តលឺជុំចម្ងាយដែលសពមកម៉ូតូគឺចម្ងាយឆ្ងាយមែនទែនចូល200ម៉ែត្រទៅ300ម៉ែត្រហើយម៉ែកមួកដែលត្រូវបានជនរងគ្រោះពាក់បាទបែកខ្ទាតពេញតែផ្លូវតែម្ដងបាទហើយនៅស្បែកជើងគឺនៅម្ខាងបាទសពគឺនៅម្ខាងម្នាក់និយាយហើយសម្រាប់ហើយតេងថ្នាំបាញ់មុខខេមិកតកអត់ក្លិនសម្លាងពីតេត្រាមេទ្រីននិងពេមេទ្រីនដែលសម្រាប់មូសលឿនខ្លាំងនិងមិនប៉ះពាល់ដល់សុខភាពថ្នាំបាញ់មុខខេមិកតកអត់ក្លិនសម្រាប់មូសលឿនយ៉ាងមានប្រសិទ្ធភាពគ្រប់ជំរាបសួរប្រិយមិត្តដែលយំកៅផ្សាយនៅអង្គភាពទី2គណៈនៅវេលាម៉ោងប្រមាណជាង4ត្រឹមថ្ងៃទី15ខែមិថុនាឆ្នាំ2025សម្បត្តិសភានិងក្រុមការងារកំពុងធ្វើសេចក្តីការដែលស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងមូលដ្ឋានសង្កាត់ទឹកល្អទី1ខណ្ឌទូកករាជធានីភ្នំពេញបាទមុននេះយើងទទួលបានព័ត៌មានករណីគ្រោះថ្នាក់ចរាចរណ៍ដែលយន្តម៉ាកសដេបានបុកទៅលើម៉ូតូម៉ាកដេចពីក្រោយបណ្ដាលឲ្យយុវជន2នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងចំណុចទីតាំងកន្លែងហេតុដោយបោកក្បាលនិងខ្នល់បានស្លាប់ភ្លាមតែម្ដងបាទរថយន្តបន្ទាប់ពីបុកហើយព្យាយាមបើករត់គេចចេញពីទីតាំងកន្លែងហេតុបាត់ហើយបន្សល់ទុកតែម៉ូតូនិងសពតែប៉ុណ្ណោះឥឡូវនេះយើងចង់ដឹងប្រភពព័ត៌មានច្បាស់យើងនឹងធ្វើការសាកសួរជុំវិញទីតាំងកន្លែងហេតុទាំងអស់គ្នាហ្នឹងឡានបុកពីក្រោយបងខ្ញុំទៀតហើយពេលមុនពេលកាត់ហេតុហ្នឹងម៉ូតូហើយឡានមកពីណាឡាននេះម៉ូតូនឹងស្របគ្នាហើយឡានមកពីក្រោយហើយបុកយកហ្មងបងគាត់កិច្ចផុតម៉ូតូមួយទៀតគាត់កិច្ចផុតតែម៉ូតូនេះបាច់គាត់កិច្ចអត់ផុតហើយឡាននឹងស្ដេះខ្មៅលឿនណាស់ឡានស្ដេះពណ៌ខ្មៅនោះបាច់ឡានចឹងបាទហើយមើលទៅរថយន្តខាងលើនៅទីតាំងកន្លែងហេតុនេះអត់បន្ទាប់ពីបុកហើយអត់ទេបងរត់បាត់ហើយណូលឿនខ្លាំងឥឡូវជនរងគ្រោះទាំងពីរនាក់យ៉ាងម៉េចហើយគាត់បងមួយពេលអាល់កុហុលនេះមិញតាហើមច្រត់តែឥឡូវផុតទាំងពីរហើយបងស្លាប់ទាំងពីរនាក់ហ្មងបាទមើលទៅសភាពស្ថានភាពនៃការបើកបររថយន្តនិងម៉ូតូមិនដែរនៅលើដងផ្លូវមិញស្របគ្នាប្រហែលជាលឿនម៉ូតូក៏មិនសូវលឿនហ្មងទេប៉ុន្តែឡាននឹងលឿនខ្លាំងណាស់ដូចដេញបុកចឹងហ្មងយល់ដូចដេញបុកចឹងឡានដូចដេញបុកហ្មងណូបាទតំណានដែរចំពោះការបើកបររបស់រថយន្តម៉ាកសដេះខាងលើនេះបើកលឿនខ្លាំងណាស់បងខ្ញុំមិនដឹងគាត់មានបំណងចង់បុកឬក៏គាត់មិនទេមិនដឹងគាត់ស្វឹងគាត់បើកលឿនបញ្ញាប់តាណាមិនដឹងអីមិនដឹងទេតែគិតថាគាត់ជាន់នេះវាជ្រុលហួសហេតុពេកហើយបើម៉ូតូគ្នាកិច្ចអត់ផុតហើយគាត់បើកបុកចឹងបាទម៉ូតូគាត់ស្របផ្លូវគ្នាមករថយន្តស្របផ្លូវគ្នាមើលទៅគាត់ស្វឹងអត់ម្ចាស់ឡានហ្នឹងមើលទៅបើជាន់មកថងចឹងហើយស្វឹងហើយមើលទៅបើអាហ្នឹងតាមខ្ញុំគិតខ្ញុំមិនដឹងទេតែគាត់ថាបើជាន់មកថងចឹងហើយមានតែស្វឹងហើយបាទហើយឥឡូវជនរងគ្រោះបានស្លាប់ទាំងពីរណាស្លាប់ហើយបងគាត់ស្លាប់ហើយផុតហើយបងបាទហើយឥឡូវតាក់ទងសាច់ញាតិបានទៅណ៎បងដូចតើមានឡានពេទ្យមិនឈប់មិនបានអីជួយឆែករកទូរស័ព្ទខរកអីទៀតអត់គាត់ចង់មកឃើញសពស្លាប់ហើយទៅបាត់ចឹងហើយទៅយើងទៅរកមិនរកសាច់ញាតិរកអីតាមណាបងមានតែគេហ៊ានឆែកកប៉ៅរកទូរស័ព្ទរកអីបងហ្នឹងហើយបងទុកឲ្យសពស្លាប់ដល់ប្រហែលទៀតព្រះអង្គហើយប្រិមិត្តនេះគឺជាស្នោមួកការពាររបស់ជនរងគ្រោះទាំងពីរនាក់បានខ្ទាតបាទបែកពេញតែផ្លូវតែម្ដងបាទប្រិមិត្តចម្ងាយគឺដែលសពនឹងគឺខ្ទាតបាទបាក់ដៃបាក់ជើងបែកក្បាលស្លាប់បោកក្បាលស្លាប់នៅចំណុចទីតាំងកន្លែងហេតុផ្ទាល់តែម្ដងបាទឥឡូវបង្កមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយរឿងគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបាទហើយរថយន្តបន្ទាប់ពីបុកហើយគឺបានព្យាយាមបើករត់គេចចេញពីទីតាំងកន្លែងហេតុហើយបន្សល់ទុកម៉ូតូនិងសពនៅទីតាំងកន្លែងហេតុប៉ុណ្ណោះបាទនេះយើងមើលបាទបង្កមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបាទហើយស្បែកជើងរបស់ជនរងគ្រោះបាទស្បែកជើងរបស់ជនរងគ្រោះបាទចម្ងាយដែលបុកខ្ទាតអូសបាទចម្ងាយមិនចិត្តទេចម្ងាយទៅ200ម៉ែត្រទៅ300ម៉ែត្រហើយចម្ងាយពីសពមកកន្លែងម៉ូតូនេះហើយម៉ូតូខ្ទាតបាទមកត្រូវនឹងរោងកាហ្វេរបស់គេបាទគឺ
ខូចខាតបាទនេះគឺជាសាក់លេខម៉ូតូនិចពាក់សាក់លេខភ្នំពេញ 1JB 7324បាទជាប្រភេទម៉ូតូនិចដែលបើកបរដោយបរិបទ2នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងចំណុចទីតាំងកន្លែងហេតុបាទពិតជាអាណិតគាត់មែនទែនបាទដោយរថយន្តម៉ាកស្ដេសពណ៌ខ្មៅខាងលើបានបុកបាទរុញខ្ទាតម៉ូតូចម្ងាយពីកន្លែងសັບមកម៉ូតូគឺចម្ងាយចូល200ម៉ែត្រទៅ300ម៉ែត្រហើយបាទមិនដឹងថាលបឿនគាត់ក្នុងកងទ័រប្រហែលទេបាទមិនដឹងថាគាត់គុំគួនឬមួយក៏យ៉ាងម៉េចបានមកបុកម៉ូតូបាទមិនដល់ឲ្យខ្ទាតបាទឆ្ងាយមែនទេបាទទៅបុកខ្ទាតនឹងរោងកាហ្វេគេទៀតបាទមើលទៅលបឿនអត់តន់អស់ហើយណាទៅបុកនឹងរោងកាហ្វេមិនដល់ធ្លាក់រោងកាហ្វេទៀតនេះបើសិនជាមិនរត់បានរោងកាហ្វេគឺទៅមុខទៀតម៉ូតូទៅមុខទៀតហើយយើងមើលចម្ងាយដែលសັບមនុស្សជុំហ្នឹងបាទប្រិមិត្តមនុស្សជុំចម្ងាយដែលសັບមកម៉ូតូគឺចម្ងាយឆ្ងាយមែនទែនចូល200ម៉ែត្រទៅ300ម៉ែត្រហើយបំណែកមួកដែលត្រូវបានជនរងគ្រោះពាក់បាទបែកខ្ទាតពេញតែផ្លូវតែម្ដងបាទហើយស្បែកជើងគឺនៅម្ខាងបាទសពគឺនៅម្ខាងម្នាក់បាទហើយចំណែកម៉ូតូគឺខ្ទាតចម្ងាយចូល100ម៉ែត្រទៅ200ម៉ែត្រហើយចម្ងាយពីសពនិងម៉ូតូឥឡូវនេះលោកគ្រូពេទ្យបានបញ្ជាក់រួចហើយថាជនរងគ្រោះទាំង2នាក់ត្រូវបានស្លាប់បាត់បង់ជីវិតទាំង2នាក់តែម្ដងដោយធ្ងន់ធ្ងរជាងគេគឺកន្លែងក្បាលតែម្ដងបាទហើយរថយន្តម៉ាកស្ដេសខាងលើដែលពណ៌ខ្មៅហ្នឹងមិនចាំស្លាកលេខហ្នឹងបន្ទាប់ពីបុកហើយគាត់ព្យាយាមបើករត់គេចចេញពីទីតាំងកន្លែងកើតហេតុទៅហើយបាទបន្សល់តែម៉ូតូនិងសពនៅទីតាំងកន្លែងកើតហេតុប៉ុណ្ណោះបាទយើងមិនដឹងថាស្ថានភាពរបស់គាត់បើកបរមិនដឹងថាសង្វឹងឬមួយក៏អត់ទេបានជាមកបុកជនរងគ្រោះពីក្រោយបណ្ដាលឲ្យពួកគាត់ស្លាប់ទាំងពីរនេះបាទពិតជាប្រមាថជីវិតទៅលើជនរងគ្រោះមែនទែនជនរងគ្រោះត្រូវបានស្លាប់បាត់បង់ជីវិតនៅចំណុចទីតាំងកន្លែងកើតហេតុនេះរងចាំជំនាញចរាចរណ៍ផ្លូវគោកដើម្បីមកវាស់វែងម៉ូតូដើម្បីសពដើម្បីតាក់ទងទៅក្រុមគ្រួសារសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតហើយនៅគណៈពេលនេះខ្ញុំបាទផាណានិងក្រុមការងារសូមចូលរួមរំលែកទុកដល់ក្រុមគ្រួសារសាច់ញាតិផងដែរហើយសូមមេត្តាបងប្អូនទាំងអស់គ្នាធ្វើដំណើរសូមមេត្តាពាក់មួកសុវត្ថិភាពជិះម៉ូតូសូមដោយគោរពច្បាប់ចរាចរណ៍នៅគណៈពេលនេះខ្ញុំបាទផាណានិងក្រុមការងារសូមបិទបញ្ចប់នៃការផ្សាយតាមនេះរកពីពេញមកឆ្កងតាមណាមក៏បីសូមប្រិយមិត្តនិងខណ្ឌតែពេលទោសសូមអរគុណសូមគោរពលាសញ្ញាមិនដែរហើយនិយាយហើយសម្រាប់ហើយតែង ឯជិតហើយពួកយើងជុំគ្នាល្អណាស់វើយសម្រុកចូល ប៉ាឈរណាប៉ា តាមបាញ់នោះស្អីមិនដឹងចង់សម្លាប់ពួកយើងផង បងសម្លាញ់ប្រើថ្នាំបាញ់មុខខេមិកទឹកកកអត់ក្លិននេះវិញថ្នាំបាញ់មុខខេមិកទឹកកកអត់ក្លិនសម្លាញ់ពីតែត្រាមេត្រីននិងពេមេត្រីនដែលសម្រាប់មូសលឿនខ្លាំងនិងមិនប៉ះពាល់ដល់សុខភាពថ្នាំបាញ់មុខខេមិកទឹកកកអត់ក្លិនសម្រាប់មូសលឿនយ៉ាងមានប្រសិទ្ធភាព